បើចឹងនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិបើខ្ញុំសម្រាប់យកព័ត៌មានសំខាន់ចំនួន5មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាគឺព័ត៌មានទី1នេះខ្ញុំសូមដកស្រង់ពីកាសែតភ្នំពេញប៉ុស្តិ៍ដែលនិយាយថាមេដឹកនាំកម្ពុជាគាត់បញ្ញាថានឹងការពារទឹកបូរណភាពទឹកដីបាទបើទោះបីជាមានកិច្ចព្រមព្រៀងយ៉ាងណាក៏ដោយគឺត្រូវតែការពារទឹកដីឲ្យបានហើយបន្ទាប់ពីហ្នឹងគឺនៅខាងភៀកគីថៃវិញម្ដងខាងភៀកគីថៃគឺខាងក្រសួងការបរទេសថានឹងជម្រាបមកដល់ខាងគណៈកម្មការព្រំដែនរួមព្រំដែនចម្រុះរវាងកម្ពុជានិងថៃនោះអំពីផែនការដែលថៃចង់សាងសង់របងព្រំដែននៅចំណុចដែលបានឯកភាពគ្នាហើយព័ត៌មានទី3គឺការស្ទង់មតិនៅក្នុងប្រទេសថៃអំពីស្ថានភាពព្រំដែនហើយនឹងការអត់ធ្មត់របស់ពួកគេនឹងបញ្ហាដែលគេបារម្ភនឹងតើមានអ្វីខ្លះខ្ញុំនឹងជម្រាបជូនហើយតើការរកឃើញនឹងយ៉ាងម៉េចដែរហើយព័ត៌មានទី4នេះគឺតាក់ទងជាមួយនឹងក្រុមថៃកំពុងត្រៀមខ្លួនទប់ជាមួយនឹងក្រុមកម្ពុជានៅឆាកអន្តរជាតិបាទដោយមើលឃើញថាកម្ពុជាកំពុងតែប្រើវេទិកាអន្តរជាតិនេះសម្រាប់វិលុកឬក៏យើងហៅនិយាយឲ្យសុភាពឲ្យត្រឹមទៅគឺពន្យល់ទៅដល់អន្តរជាតិអំពីស្ថានភាពពិតនៅក្នុងប្រទេសកម្ពុជាក៏ប៉ុន្តែថៃគាត់ភ័យខ្លួនគាត់ត្រៀមខ្លួនទប់ទល់ហើយព័ត៌មានទី5នេះគឺនៅហ្គាហ្សាហើយនៅអ៊ីស្រាអែលទាហានអ៊ីស្រាអែលបានបាញ់ប្រហារទៅលើក្រុមខាងជីវពលរបស់ក្រុមហាម៉ាស់ដោយធ្វើឲ្យមានការព្រួយបារម្ភពីបទជុំបាញ់គ្នាដែលលោកប្រធានាធិបតី Donald Trump ខិតខំព្យាយាមសម្រេចឲ្យបាននេះហើយព័ត៌មានចុងក្រោយនេះគឺបន្ទាប់ពីការខកចិត្តមិនបានទទួលមីស៊ីល Tomahawk ដោយតែការរំពឹងទុកមុនពេលចូលប្រជុំនោះគឺលោក Zelensky នៅពេលនេះបានទទូចឲ្យលោកប្រធានាធិបតី Donald Trump ដាក់សម្ពាធទៅលើលោក Putin ដោយចាត់ទុកថារុស្ស៊ីគឺដូចក្រុមហាម៉ាស់អញ្ចឹងគ្រាន់តែខ្លាំងជាងក្រុមហាម៉ាស់បាទនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំរៀបចំសម្រាប់ប្រិយមិត្តទាំងអស់គ្នាបាទនៅថ្ងៃនេះគឺផ្សាយតាមតែ YouTube ទេអត់ដាក់ទៅខាង Facebook ទេបាទព័ត៌មានទី1នេះគឺខ្ញុំសូមដកស្រង់ពីកាសែតភ្នំពេញប៉ុស្តិ៍ដែលបានផ្សាយនៅថ្ងៃនេះហើយដោយដកស្រង់ប្រសាសន៍របស់ថ្នាក់ដឹកនាំកម្ពុជាអញ្ចឹងខ្ញុំជម្រាបពីបញ្ហានៅក្នុងប្រទេសកម្ពុជាដែលបានរាយការណ៍មកតើនៅខាងអន្តរជាតិនេះមើលឃើញជាភាសាអង់គ្លេសហ្នឹងតែយ៉ាងម៉េចដែរបាទអញ្ចឹងខ្ញុំសូមបកប្រែក្រៅប្រការនឹងជូនដូចតទៅគឺបើយោងតាមអត្ថបទរបស់ខាងភ្នំពេញប៉ុស្តិ៍នោះក៏ថាបន្ទាប់ពីកម្ពុជានិងថៃបានឯកភាពគ្នាលើឯកសារកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិកនិងម៉ាឡេស៊ីគឺមានមតិជាច្រើនបានបង្ហាញពីក្តីបារម្ភថាវាអាចនាំឲ្យកម្ពុជាបាត់បង់ទឹកដីជាពិសេសផ្អែកលើភាពមិនស្មោះត្រង់របស់ប្រទេសថៃអ្នកខ្លះជាពិសេសពីមជ្ឈដ្ឋានអ្នកប្រឆាំងថែមទាំងចោទថាកិច្ចព្រមព្រៀងដែលនឹងធ្វើឡើងនាពេលខាងមុខក៏ដូចជាកិច្ចព្រមព្រៀងជប់បាញ់កាលពីថ្ងៃទី28ខែកក្កដាគឺធ្វើឡើងដោយកម្ពុជាបាត់បង់ទឹកដីជាថ្នូរនឹងសន្តិភាពណាប៉ុន្តែលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនៅព្រឹកថ្ងៃទី19ខែតុលានេះលោកបានបកស្រាយថាបានបើនេះតាមសម្រងសារតាម Facebook របស់គាត់គឺគាត់បានសរសេរថាខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិដោយសង្ខេបថាកិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី28ខែកក្កដាឆ្នាំ2025គឺនិយាយអំពីលក្ខខណ្ឌនិងក្រមប្រតិបត្តិនានាដើម្បីបញ្ជាកុំឲ្យមានការបាញ់គ្នាឡើងវិញបាទអត់មាននិយាយពីរឿងកាត់ទឹកកាត់ដីកាត់អីនោះទេគឺនិយាយពីថាតើធ្វើយ៉ាងណាដើម្បីកុំឲ្យមានការកាត់ឡើងហិង្សាដោយការបាញ់គ្នាឡើងវិញតែប៉ុណ្ណោះទេនេះតាមការបញ្យល់របស់គាត់ហើយយើងឃើញឯកសារនោះក៏អញ្ចឹងបានកិច្ចព្រមព្រៀងសន្តិភាពដែលក្រុងនឹងធ្វើនៅពេលខាងមុខគឺនិយាយអំពីការរៀបចំលក្ខខណ្ឌរៀបចំលក្ខណៈនិងក្រមប្រតិបត្តិនានាសម្រាប់បង្កើតនិងធានានៅបរិយាកាសអំណោយផលដើម្បីឈានទៅដល់ការបញ្ចប់ចំនួននិងស្ដារឡើងវិញនៅទំនាក់ទំនងរវាងប្រទេសនិងប្រទេសបាទគឺដូចដែលខ្ញុំបានសង្ខេបជូនប្រិយមិត្តហើយគឺវាមានបញ្ជាក់ដូចនេះមែនបាទលោកបានបន្តថាទោះជាក្នុងកិច្ចព្រមព្រៀងទាំងពីរនេះមិននិយាយដល់អំពីបញ្ហាពាក់ព័ន្ធនឹងទឹកដីឬព្រំដែន
ក៏មិនមែនមានន័យថាភាគីណាមួយត្រូវយល់ព្រមបោះបង់សិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងទឹកដីដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ខ្លួននោះទេយោងតាមនាយករដ្ឋមន្ត្រីការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោកគឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណៈកម្មាធិការព្រំដែនចម្រុះកម្ពុជាថៃហើយដែលគេហៅសោកកាត់ថា JBC ហើយដែលត្រូវដោះស្រាយដោយសន្តិវិធីស្របតាមសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរគឺកម្ពុជាហើយនិងថៃលោកហ៊ុនម៉ាណែតបញ្ជាក់ដូចនេះថាកម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយដែលនឹងធ្វើឲ្យបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេរាជរដ្ឋាភិបាលកម្ពុជាក៏មិនដែលបានភ្លេចឬបោះបង់កាតព្វកិច្ចនិងសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាដែរណាបាទនេះគឺជាការរាយការណ៍របស់កាសែតបាទភ្នំពេញប៉ុស្តិ៍ពីប្រទេសកម្ពុជាដែលខ្ញុំសូមដកសងឲ្យជម្រាបជូនប្រិយមិត្តទាំងអស់គ្នាអញ្ចឹងដូច្នេះប្រិយមិត្តបានដឹងហើយគឺនៅខាងកិច្ចព្រមព្រៀងដែលព្រមព្រៀងពីមុនមកគឺស្ដីពីបទជបាញ់នេះគ្នានឹងគឺបញ្ជាក់ដូចតែគាត់លើកឡើងចឹងមែនហើយកិច្ចព្រមព្រៀងដែលនឹងចុះហត្ថលេខាដោយមានលោកប្រធានាធិបតី Donald Trump ចូលរួមនោះបើតាមខ្ញុំស្ដាប់ហើយនឹងសង្ខេបខ្លឹមសារជូនប្រិយមិត្តកាលពីម្សិលមិញក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិហ្នឹងគឺអញ្ចឹងមែនបាទគឺអត់មានកំណត់ថាដីណាជាដីអ្នកណាដីណាតំបន់ណាជាតំបន់អ្នកណានោះទេបាទហើយប្រិយមិត្តខ្លះក៏សួរថាចោះរឿងលូបាឡាក្នុងកិច្ចព្រមព្រៀងដែលមានលក្ខណៈជាប្រវត្តិសាស្ត្របែបហ្នឹងចំណុចតូចបែបហ្នឹងគេអត់ដាក់បញ្ចូលទេគឺទុកឲ្យក្រុមការងារបច្ចេកទេសហើយហ្នឹងណាបាទមានរឿងខ្លះនៅក្នុងការសរសេរកិច្ចព្រមព្រៀងក្តីអីហ្នឹងគឺគេទុកទៅលើសមត្ថកិច្ចផ្សេងគ្នាបាទនេះពីព្រោះនេះរវាងប្រទេសនិងប្រទេសចំណុចលម្អិតតូចមួយបាទវាលែងតែវាមានលក្ខណៈភូមិសាស្ត្រយុទ្ធសាស្ត្រដូចតែកោះទូចកោះឯណាមួយបាទគេត្រូវបញ្ចុះក្នុងតែម្ដងបាទអញ្ចឹងនេះគឺជាអ្វីដែលខាងកាសែតភ្នំពេញប៉ុស្តិ៍បានរាយការណ៍ហើយខ្ញុំក៏ផ្ទៀងផ្ទាត់ទៅលើអ្វីដែលបានបញ្ជាក់ទាំងភាគីថៃនិងកម្ពុជាគឺដូចនេះមែនណាបាទអញ្ចឹងនៅក្នុងសេចក្តីរាយការណ៍របស់ខាងភ្នំពេញប៉ុស្តិ៍ហ្នឹងគឺលោកនាយករដ្ឋមន្ត្រីកម្ពុជាបាននិយាយពាក់ព័ន្ធជាមួយនឹង JBC ឥឡូវនេះគឺការប្រជុំ JBC នឹងធ្វើឡើងនៅថ្ងៃច័ន្ទនេះហើយអញ្ចឹងឡើយតើភាគីថៃនិយាយយ៉ាងម៉េចអំពី JBC ហើយនៅក្នុងកិច្ចប្រជុំនឹងលើកឡើងពីអ្វីខ្ញុំសូមជូនពីខាងភាគីថៃម្ដងនេះគឺជាសេចក្តីរាយការណ៍របស់កាសែត Nation កាសែតបាងកកប៉ុស្តិ៍នឹងរាយការណ៍ច្រើនណាខ្ញុំដាក់រូបនោះរបស់ Nation ឯក៏ប៉ុន្តែបាងកកប៉ុស្តិ៍ក៏មានរាយការណ៍ដែរអញ្ចឹងខ្ញុំសូមដកសំពីខាងភាគីថៃម្ដងជម្រាបជូនប្រិយមិត្តទាំងអស់គ្នាបាទបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានថៃវិញគឺបានឲ្យដឹងថាក្រសួងការបរទេសថៃគាត់មានផែនការនឹងជម្រាបមកដល់សមាភាគីរបស់កម្ពុជាគឺនៅក្នុងក្រុមគណៈកម្មការព្រំដែនចម្រុះឬក៏ព្រំដែនរួមគ្នារវាងថៃនិងកម្ពុជាអំពីផែនការនៅក្នុងការសាងសង់របងព្រំដែនរបស់គាត់គាត់តែយើងស្ដាប់ចំណងជើងបើមិនអានខ្លឹមសារអ្នកខ្លះអាចនឹងយល់ច្រឡំអញ្ចឹងហើយបានខ្ញុំសូមជូនខ្លឹមសារដើម្បីឲ្យប្រិយមិត្តបានយល់បន្ថែមទៀតភាគីថៃបានបញ្ជាក់ថាខ្លួននឹងជូនដំណឹងទៅដល់សមាភាគីកម្ពុជានៅឯកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះរវាងកម្ពុជាហើយនិងថៃដែលនឹងជួបប្រជុំគ្នានៅសប្តាហ៍នេះបាទអំពីផែនការរបស់ប្រទេសថៃនៅក្នុងការសាងសង់របងព្រំដែននេះបើតាមអ្នកនាំពាក្យរបស់ក្រសួងការបរទេសរបស់ថៃបានថ្លែងដូចនេះគឺអ្នកនាំពាក្យនោះគឺលោក Nikonde Balangura លោកជាអគ្គនាយកនៃនាយកដ្ឋានព័ត៌មានរបស់ក្រសួងការបរទេសនិងជាអ្នកនាំពាក្យរបស់ក្រសួងផងដែរបាននិយាយថាកិច្ចប្រជុំរបស់គណៈកម្មការព្រំដែនចម្រុះដែលនឹងរៀបចំនៅក្នុងខេត្តចន្ទបុរីពីថ្ងៃទី20ខែតុលាគឺស្អែកនេះហើយទៅដល់ថ្ងៃ22ខែតុលានោះនឹងរួមបញ្ចូល2ចំណុចណាចំណុចទី1គឺការពិភាក្សាគ្នាមួយណាចំណុចដែលមួយទៅយកមកពិភាក្សាណាចំណុចទី2គឺការជូនដំណឹងដើម្បីឲ្យភាគីកម្ពុជាទទួលយល់ព្រមផងដែរអញ្ចឹងមួយគឺចំណុចពិភាក្សា
2គឺចំណុចជូនដំណឹងទេគ្រាន់តែការជូនដំណឹងទេតើអ្វីទៅជាចំណុចជូនដំណឹងបាទបើតាមសេចក្តីរាយការណ៍នេះឲ្យដឹងថាចំណុចដែលជូនដំណឹងនោះគឺតំណាងរបស់ថៃនឹងជូនដំណឹងឲ្យសមាភាគីកម្ពុជាថាថៃមានបំណងសាងសង់របងព្រំដែនដែលនៅក្នុងខ្សែបន្ទាត់ត្រង់មួយនៃបង្គោលព្រំដែនរវាងប្រទេសទាំងពីរគឺជាការសាងសង់នៅក្នុងតំបន់មួយដែលប្រទេសទាំងពីរបានទទួលស្គាល់រួចហើយបាទដើម្បីកំណត់បង្ហាញអំពីចុងខ្សែនៃព្រំដែនរបស់ថៃបាទអញ្ចឹងគឺច្បាស់ហើយណាតែលោកមានអ្នកអានមិនយល់មិនច្បាស់ហើយយល់ច្រឡំគឺរឿងកំពុងកើតឡើងនៅកន្លែងផ្សេងចាប់ឃើញចំណុចនេះថាឥឡូវថៃគេសាងសង់ឲ្យខ្មែរព្រមសាងសង់ឲ្យគេសាងសង់គាត់មិនបញ្ជាក់ថានៅកន្លែងណាទេក៏ប៉ុន្តែគាត់បញ្ជាក់ថាគឺនៅបង្គោលព្រំដែន2ហើយគឺសង់ត្រង់តែម្ដងក្នុងបង្គោលព្រំដែនហ្នឹងប៉ុន្តែក៏អត់បញ្ជាក់ចំណុចណាទេក៏ប៉ុន្តែគឺជាចំណុចដែលខាងគណៈកម្មការនៃប្រទេសទាំងពីរយល់ព្រមស្របគ្នាហើយចំណុចដែលអត់មានចំនួននិយាយសាមញ្ញគឺថាចំណុចដែលអត់មានចំនួនហើយគ្រាន់តែជម្រាបជូនដំណឹងដល់កម្ពុជាថាត្រូវសាងសង់គេសូម្បីតែចំណុចដែលមិនមានចំនួនក៏មុននឹងសាងសង់ក៏ត្រូវជូនដំណឹងមកកម្ពុជាដែរដើម្បីឲ្យកម្ពុជាទទួលដឹងឮលោកលីកនដេបានសង្កត់ធ្ងន់ថាខាងភាគីថៃគឺមិនយកបញ្ហាហ្នឹងមកពិភាក្សាគ្នាទៀតទេពីព្រោះឯកភាពគ្នាហើយប៉ុន្តែគ្រាន់តែជូនដំណឹងទៅខាងភាគីកម្ពុជាឲ្យទទួលស្គាល់តែប៉ុណ្ណោះបាទតើកម្ពុជាទទួលស្គាល់ឬមិនទទួលស្គាល់នេះគ្រាន់តែជាការលើកឡើងពីខាងភាគីថៃទេតែចំណុចហ្នឹងបានឯកភាពគ្នារួចហើយមែនដោយថៃអះអាងឬយ៉ាងណាបើយើងចាំមើលខាងប្រតិកម្មពីភាគីកម្ពុជាប៉ុន្តែនៅក្នុងខ្លីនៃខ្លឹមសារនេះគឺបានន័យថាជាតំបន់ដែលមិនមានទំនាស់ទេចំណុចទី2គឺអ្វីដែលត្រូវយកមកពិភាក្សាវិញគឺចំណុចដែលត្រូវពិភាក្សាគឺមានន័យថាចំណុចដែលមិនទាន់ឯកភាពចំណុចដែលយកមកពិភាក្សានោះគឺប្រទេសថៃនឹងលើកអំពីបញ្ហានៃការដែលពលរដ្ឋកម្ពុជាចូលមកក្នុងតំបន់ភូមិនងច័ន្ទនិងភូមិនងយ៉ាកែវនៅក្នុងខេត្តស្រះកែវចឹងខាងភាគីថៃខាងគណៈកម្មការព្រំដែនគាត់ថាចំណុចហ្នឹងគឺនៅមកពិភាក្សាគ្នានៅឡើយគឺថៃបានលើកឡើងថាកម្ពុជាចូលតែកម្ពុជាពិភាក្សាយ៉ាងម៉េចនៅក្នុងគណៈកម្មការព្រំដែនហ្នឹងចឹងបានន័យថាមិនមានការឯកភាពគ្នានៅឡើយទេបើយោងតាមអត្ថបទរបស់ថៃខ្លួនឯងតាក់ទងនឹងតំបន់បាននងច័ន្ទនិងបាននងយ៉ាកែវណាបាទចឹងឲ្យច្បាស់ពីភាគីថៃនិយាយដោយខ្លួនឯងលោកអ្នកនាំពាក្យបាននិយាយបន្ថែមថាខាងភាគីថៃនឹងទទូចឲ្យកម្ពុជាដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការដែលចូលរំលោភដែនដីរបស់ថៃនេះហើយចាត់វិធានការដើម្បីទប់ស្កាត់មិនឲ្យមានការរំលោភណាមួយទៀតនៅក្នុងពេលអនាគតចូលទៅក្នុងទឹកដីថៃបាទគណៈកម្មាធិការព្រំដែនចម្រុះនេះគឺជាយន្តការទ្វេភាគីដ៏សំខាន់រវាងប្រទេសទាំងពីរនៅក្នុងការលើកឡើងនិងដោះស្រាយបញ្ហាពាក់ព័ន្ធជាមួយនឹងបញ្ហាព្រំដែនហើយទួលនីតិចម្បងនិងបញ្ហាបច្ចេកទេសរបស់គណៈកម្មាធិការនេះគឺមើលការខុសត្រូវទៅលើការវាស់វែងរួមគ្នា joint surveys ការវាស់វែងរួមគ្នា demarcation កំណត់ព្រំដែនរួមគ្នាហើយនឹងការបោះបង្គោលព្រំដែនរួមគ្នារវាងប្រទេសទាំងពីរនៅតាមបណ្ដោយព្រំដែនគឺ based on existing treaties and agreements គឺបានន័យថាដោយឈរលើបាទដោយផ្អែកលើដោយឈរលើកិច្ចព្រមព្រៀងសន្ធិសញ្ញានិងសន្ធិសញ្ញាដែលបានមានស្រាប់អញ្ចឹងបានន័យថាត្រឡប់ទៅសន្ធិសញ្ញាដដែលគឺបារាំងសៀមនឹងវិញហើយបាទគឺការងាររបស់ JBC នឹងវាមានលក្ខណៈខុសពីគណៈកម្មការព្រំដែនទូទៅហើយ GBC ដែលដោះស្រាយជាមួយនឹងបញ្ហាសន្តិសុខជាទូទៅទេហើយនឹងទំនងនឹងកិច្ចសហប្រតិបត្តិការខាងយោធាដែលនៅតាមបណ្ដោយព្រំដែនអញ្ចឹងគឺដូចនៅក្នុងអត្ថបទនេះបានបញ្ជាក់ហើយគឺខាង JBC នៅក្នុងនោះគឺអត់មានការកំណត់ទៅលើព្រំដែននោះទេអញ្ចឹងគ្រាន់តែថានឹងបើយើងនិយាយដល់ពាក់ព័ន្ធលើការអូសលូបន្លាយហ្នឹង
គាត់ថាថៃអូនៅពេលហ្នឹងគឺដើម្បីជាវិធានការសន្តិសុខរបស់ថៃដោយថៃធ្លាប់និយាយកន្លងមកអញ្ចឹងមិនមែនជាការមកកំណត់ព្រំដែនទៅតាមការអូរបស់លុះបន្លានោះទេបាទគឺត្រឡប់ទៅ JBC ដដែលនេះអត្ថបទរបស់បាងកកប៉ុផងរបស់ The Nation របស់ថៃផងបានរាយការណ៍ដូច្នេះដែលខ្ញុំយកមកជម្រាបជូនប្រិមិត្តដែលបកប្រែមួយហើយនឹងចំណុចនានាហើយចុងក្រោយគឺអ្នកនាំពាក្យរបស់ក្រសួងការបរទេសរបស់ថៃហ្នឹងក៏បាននិយាយថាសម្រាប់ការប្រជុំរវាង GBC ណាកិច្ចការគណៈកម្មាធិការព្រំដែនចម្រុះព្រំដែនទូទៅវិញគឺនឹងផ្ដោតទៅលើបញ្ហា4បញ្ហាដែលយើងបានដឹងហើយគឺការដកកងកម្លាំងអាវុធចេញពីតំបន់ព្រំដែនដោះមីនហើយនឹងគ្រប់គ្រងតំបន់ព្រំដែនហើយនឹងក៏ដូចជាដោះស្រាយបញ្ហាឆាបបកតាមអនឡាញបាទនេះគឺតាមសេចក្តីរាយការណ៍របស់សារព័ត៌មានថៃអញ្ចឹងខ្ញុំបានជម្រាបជូនប្រិមិត្តទាំងអស់គ្នាបានឲ្យដឹងប៉ុណ្្នឹងហើយបាទតើប្រិមិត្តយល់យ៉ាងណានឹងទៅលើប្រិមិត្តអញ្ចឹងខ្ញុំបានជម្រាបទី1ពីរឿងភាគីកម្ពុជាទី2ពីរឿងភាគីថៃឥឡូវនេះនៅក្នុងការស្ទង់មតិរបស់ថៃវិញតើបាទពលរដ្ឋថៃយល់យ៉ាងណាហើយតើមានបញ្ហាអ្វីខ្លះដែលជាក្តីបារម្ភរបស់ថៃបាទកាសែតខ្ញុំយករូប Nation ដែលក៏ដាក់រូបនេះហើយក៏ខ្ញុំមានកាសែតខាងបាងកកប៉ុផងដែរបាទដើម្បីមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាបាទនៅប្រហែលថ្ងៃនេះគឺខាងវិទ្យាស្ថានណៃដាបាទនីដារបស់ខាងប្រទេសថៃហ្នឹងគឺគាត់បានធ្វើការស្ទង់មតិមួយជាមួយនឹងពលរដ្ឋថៃដែលខ្លឹមសារសំខាន់គឺភាគច្រើននៃប្រជាពលរដ្ឋថៃគឺនៅតែមានការព្រួយបារម្ភនឹងការព្រួយបារម្ភនឹងកាន់តែកើនឡើងហើយក៏អ្នកខ្លះទៀតក៏មានលក្ខណៈនៅរក្សាភាពអត់ធ្មត់ផងដែរអំពីចំនួនតាមបណ្ដោយព្រំដែនដែលកំពុងតែកើនមានឡើងរវាងថៃនិងកម្ពុជានេះបើយោងតាមការស្ទង់មតិថ្មីមួយដែលចេញផ្សាយដោយវិទ្យាស្ថានរដ្ឋបាលអភិបាលវិទ្យាស្ថានជាតិសម្រាប់ការអភិវឌ្ឍរដ្ឋបាលបាទនៅក្នុងការស្ទង់មតិរបស់ថៃនោះគឺធ្វើឡើងកាលពីថ្ងៃទី14ដល់ថ្ងៃទី16ខែតុលាគឺប្រហែលថ្ងៃមុននេះដោយសម្ភាសមនុស្សចំនួន1310នាក់ហើយដែលមានអាយុពី18ឆ្នាំឡើងទៅដែលនៅទូទាំងតំបន់នានានៅក្នុងប្រទេសថៃហើយមានមុខរបរផ្សេងគ្នានឹងគឺបានន័យថាមិនមែនផ្ដោតតែមួយក្រុមទេអ្នកផ្សេងគ្នាហើយអ្វីដែលជាចំណងជើងប្រធានបទដែលគេផ្ដោតសំខាន់នោះគឺថាតើប្រជាពលរដ្ឋថៃនៅតែមានការអត់ធ្មត់ទៀតដែរឬទេបាទដូច្នេះការស្ទង់មតិនេះគឺបានបង្ហាញនៅលទ្ធផលចម្រុះបាទទី1គឺលទ្ធផលចម្រុះអំពីរដ្ឋាភិបាលរបស់ថៃហ្នឹងបាទស្ថាប័ននានានៅក្នុងរដ្ឋាភិបាលថៃទី1គឺពួកគេតាក់ទងជាមួយនឹងយោធាគឺពួកគេបានសម្ដែងការយល់ស្របគ្រប់គ្រងយោធានឹងរហូតដល់ 53.7% ខ្ពស់ណាបាទហើយគេបញ្ជាក់ថាគឺគេពេញចិត្តខ្លាំងណាស់នឹងក្រមយោធារបស់គេហើយមាន 34.2% បាននិយាយថាពួកគេពេញចិត្តខ្លះបាទអញ្ចឹងទោះបីជាពេញចិត្តខ្លះក៏ដោយឬក៏ពេញចិត្តខ្លាំងក៏ដោយគឺក្នុងកម្រិតមួយពេញចិត្តដែលយើងយក53បូកនឹង34ទៅវា87បានន័យថាមានការគ្រប់គ្រងយោធានឹងប៉ុណ្ណឹងមកអ្នកមិនពេញចិត្តក៏តិចដែររីឯអ្នកដែលមិនពេញចិត្តនឹងចំណាត់ការរបស់យោធាគឺមាន 12% បាទនេះគឺចំណុចទី1ហើយចំណុចទី2គឺពីលើក្រសួងការបរទេសរបស់ថៃវិញគឺក៏មានទស្សនៈចម្រុះដែរមាន 34.7% បាននិយាយថាគេពេញចិត្តខ្លាំងនឹងក្រសួងការបរទេសរបស់ថៃហើយមាន 48.8% និយាយថាពួកគេមិនពេញចិត្តហើយអ្នកខ្លះទៀតមិនពេញចិត្តសោះតែម្ដងអញ្ចឹងបានន័យថាសរុបទៅគឺអ្នកដែលមិនពេញចិត្តលើចំណាត់ការរបស់ក្រសួងការបរទេសហ្នឹងគឺរហូតដល់ 48.8% ហើយរីឯទំនុកចិត្តទៅលើរដ្ឋាភិបាលជាទូទៅរបស់លោកអនុធានវិញរដ្ឋាភិបាលលោកអនុធានវិញគឺ 38.3% និយាយថាពួកគេ not very satisfied គឺអត់ពេញចិត្តទេហើយមាន 26% បាននិយាយថាមិនពេញចិត្តតតសោះតែម្ដងមានតែ 35% ទេសម្ដែងថាកម្រិតនៃការពេញចិត្តខ្លះ
សម្ដែង some level of satisfaction គឺកំណត់ពេញចិត្តខ្លះជាមួយនឹងការដឹកនាំរបស់លោកអនុធានបាទអញ្ចឹងគឺមើលទៅរដ្ឋបាលរបស់លោកអនុធានក៏មិនលើសគ្នាពីរដ្ឋបាលរបស់អ្នកស្រីភេថងឋានដែរបាទគឺពួកប្រជាពលរដ្ឋថៃផ្ដោតខ្លាំងទៅលើយោធារបស់ពួកគេចុះដោយឡែកអំពីការអត់ធ្មត់របស់សាធារណជនថៃវិញបើយោងតាមសេចក្តីរាយការណ៍ការស្ទង់មតិនេះគឺឲ្យដឹងថាគឺ 40.5% នៃពលរដ្ឋថៃបាននិយាយថាពួកគេមានការអត់ធ្មត់មធ្យម 24.4% បានទទួលស្គាល់ថាពួកគេបាត់បង់អស់ការអត់ធ្មត់ហើយមាន 19.7% គេនិយាយថាការអត់ធ្មត់របស់គេចាប់ផ្ដើមបាត់បន្តិចម្ដងបាទហើយមានតែ 14.7% ទេដែលនិយាយថាពួកគេនៅអត់ធ្មត់ខ្លាំងណាស់អត់ធ្មត់ចំពោះស្ថានភាពដែលកំពុងកើតមានឡើងនេះហើយនៅក្នុងប្រជាពលរដ្ឋដែរនៅតាមបណ្ដោយព្រំដែនថៃជាមួយនឹងកម្ពុជាវិញគឺពួកគេបាននិយាយថាគឺ 38.6% និយាយថាពួកគេមានការអត់ធ្មត់មធ្យមហើយនឹង 24% និយាយថាពួកគេបាត់បង់អស់ការអត់ធ្មត់ហើយនិង 22.4% និយាយថាការអត់ធ្មត់របស់ពួកគេចាប់ផ្ដើមបាត់បន្តិចម្ដងបាទចុះអំពីបញ្ហាអ្វីដែលការប៉ះពាល់បើសិនជាការព្រួយបារម្ភបើសិនជាចំនួនរវាងកម្ពុជានិងថៃបន្តហើយនឹងជីវភាពរស់នៅរបស់ពួកគេនោះគឺមនុស្សចិត្តពាក់កណ្ដាលនៃអ្នកឆ្លើយនេះគឺមានចំនួន 46.2% បាននិយាយថាការព្រួយបារម្ភដ៏ធំរបស់ពួកគេនៅក្នុងចំនួនព្រំដែននេះគឺគេខ្លាចវាអូសបន្លាយដោយគ្មានដំណោះស្រាយហើយមនុស្សភាគច្រើនរួមទាំងនិយាយអំពីការប៉ះពាល់ទៅដល់ជីវភាពរស់នៅរបស់អ្នកនៅក្នុងមូលដ្ឋានរបស់ថៃហ្នឹងគឺមានរហូតដល់ 44.8% ដែលព្រួយបារម្ភអំពីការរស់នៅរបស់អ្នកនៅតាមព្រំដែនហ្នឹងមានតែចំនួន 33% ទេដែលពួកគេព្រួយបារម្ភអំពីសុខភាពរបស់ទាហានប៉ូលីសហើយនិងអ្នកស្ម័គ្រចិត្តដែលឈរនៅតាមបណ្ដោយព្រំដែនកម្ពុជានិងថៃបាទហើយចំនួនប្រហែលជា 1/4 គឺគេព្រួយបារម្ភខ្លាចកើតមាននៅការវាយប្រយុទ្ធគ្នាឡើងវិញរវាងទាហានកម្ពុជានិងទាហានថៃក្នុងខណៈពេលដែល 16.7% ព្រួយបារម្ភថាថៃអាចបាត់បង់ទឹកដីហើយមាន 13% គឺមានលក្ខណៈអន្ទះសារថាបើកាលណាចំនួនព្រំដែននេះនៅតែបន្តបន្ថែមទៀតនោះគឺនឹងអាចប៉ះពាល់ទៅដល់ការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនរបស់គេបាទហើយមានការបន្តទៀតផងដែរមានតាក់ទងជាមួយនឹងអ្នកខ្លះអំពីបញ្ហាសេដ្ឋកិច្ចដែលគេបារម្ភពីការប៉ះពាល់ហ្នឹងហើយមានចំណុចចុងក្រោយមួយបាទចំណុចចុងក្រោយនេះគឺប្រិមិត្តអាចដឹងថាតើក្រុមនេះនៅក្នុងក្រុមណាហើយអ្នកណាខ្លះនៅក្នុងក្រុមនេះបាទគឺមានតែចំនួនតូចមួយប៉ុណ្ណោះដែលគ្រប់គ្រងឲ្យចាត់វិធានការជ្រុលនិយមក្នុងនោះគឺពីកណ្ដកសញ្ញា 2% បានលើកឡើងថាចង់ឲ្យមានអន្តរាគមន៍របស់ថៃចូលទៅក្នុងនយោបាយផ្ទៃក្នុងរបស់កម្ពុជាដើម្បីផ្ដួលរំលំលោកហ៊ុនសែននិងរដ្ឋាភិបាលរបស់លោកហ៊ុនម៉ាណែតបាទហើយ 1.4% គឺគ្រប់គ្រងឲ្យយកចំណាត់ការនេះទៅតុលាការអន្តរជាតិគឺ ICJ បាទនៅក្នុងការស្ទង់មតិនេះគាត់ថាការយកវិធានការនេះទៅ ICJ ជាវិធានការជ្រុលនិយមបាទ extreme measures បាទអញ្ចឹងនេះគឺជាការស្ទង់មតិរបស់ថៃអញ្ចឹងខ្ញុំជម្រាបជូនអំពីអារម្មណ៍របស់ប្រទេសថៃអញ្ចឹងហើយបានពីកន្លងមកប្រិមិត្តបានសួរខ្ញុំអំពីវិធានការដោះស្រាយយ៉ាងម៉េចគឺខ្ញុំឆ្លើយផ្អែកទៅលើការស្ទង់មតិរបស់គេកន្លងមកឥឡូវនេះការស្ទង់មតិថ្មីបង្ហាញឲ្យដឹងថាសម្រាប់ខ្ញុំយល់ថាការស្ទង់មតិថ្មីហ្នឹងគឺក្រមយោធានៅតែមានការទុកចិត្តពីប្រជាពលរដ្ឋដូច្នេះសូចនាករបែបនេះមានន័យថាម៉េចមានន័យថាសម្រាប់អនាគតរដ្ឋាភិបាលនៅក្នុងពេលខាងមុខក្រមទាហាននឹងទាមទារទូនាទីដ៏សំខាន់របស់គេនៅក្នុងនយោបាយថែមទៀតហើយពីព្រោះអីការបានប្រជាប្រិយភាពនេះគេមិនចប់តែប៉ុណ្្នឹងទេគឺគេនឹងចង់បានមានទូនាទីអ្វីបន្ថែមទៀតឲ្យកាន់តែធំជាងគ្រាន់តែជាទាហានបាទចឹងហើយដែលអាចព្រួយបារម្ភមួយទៀតរបស់អ្នកជំនាញរបស់ថៃផងដែរនោះគឺនៅពេលណាដែលរដ្ឋាភិបាលស៊ីវិលដែលខុសកាឡាយ៉ាងណាដែលមិនពេញចិត្តទាហានគឺរដ្ឋប្រហារអាចនឹងកើតមានឡើងនេះជាសូចនាករដែលយើងអាចមើលឃើញអា data អញ្ចឹងយើងអាច project ទៅអាហ្នឹងហើយដែលខ្ញុំនិយាយប្រាប់ប្រិមិត្តមួយចំនួនថាចាំខ្ញុំបរៀនរបៀប analyze ខ្លះគឺយើងយកអា input មកអញ្ចឹងបានយើង project ចេញអញ្ចឹងគឺ project យើងផ្អែកទៅលើការស្ទង់មតិនេះយើងអាច project បាន2ចំណុច
ចំណុចទី1គឺយោធានឹងទាមទារទូនាទីធំបាទនៅក្នុងឆាកនយោបាយរបស់ថៃ project ទី2គឺបើសិនជារដ្ឋាភិបាលស៊ីវិលធ្វើមិនល្អយ៉ាងណារដ្ឋប្រហារនឹងកាត់មានឡើងដោយសារតែយោធាគាត់យល់ថាគាត់មានការគ្រប់គ្រងពីប្រជាជនបាទអញ្ចឹងនឹងរបៀបគេធ្វើគេមើលអញ្ចឹងហើយយើងចាំមើលទាំងអស់គ្នាទៅមិនមែនដោយថាខ្ញុំចេះទាយជាអីនោះទេអញ្ចឹងហើយបានខ្ញុំនិយាយប្រាប់ប្រិយមិត្តថា garbage in garbage out យើងទទួលយកព័ត៌មានពិតមួយបានយើងអាចវិភាគរឿងអីចេញមកវាតាមទៅល្អបើកាលណាយើងយកតែព័ត៌មានដែលគេនិយាយបំភ្លឺបំភ្លាន់ហ្នឹងវិភាគរបស់យើងចេញទៅនឹងដែរវាអត់ accurate ទាំងអស់បាទនិយាយចេញមកវាអត់ត្រូវសុភាពការបាទអញ្ចឹងនេះខ្ញុំជូនប្រិមិត្តប៉ុណ្ណឹងបាទប្រិមិត្តប៉ុណ្ណឹងឥឡូវនេះចូលដល់ចំណុចទី4ចំណុចទី4នេះគឺជាទិន្នន័យមួយទៀតដែលប្រិមិត្តត្រូវមើលដែរឃើញទេខ្ញុំជម្រាបជូនឲ្យចេះមើលអញ្ចឹងថ្ងៃក្រោយយើងយកទៅនិយាយខុសហ្នឹងទេឥឡូវព័ត៌មានទី4នេះគឺជាការរាយការណ៍របស់កាសែត The Nation ខ្ញុំអត់ឃើញកាសែតអីផ្សេងរាយការណ៍ The Nation ក៏រាយការណ៍គឺក្រមថៃនៅឆាកអន្តរជាតិចាប់ផ្ដើមព្រួយបារម្ភនិងត្រៀមខ្លួនទប់ជាមួយនឹងកម្ពុជាដោយយល់ថាកម្ពុជាឥឡូវនេះកំពុងតែប្រើវេទិកាអន្តរជាតិដើម្បីបើវាប្រហារឬក៏ការពារខ្លួនឬក៏យើងអាចនិយាយថាដើម្បីបង្ហាញការពិតអំពីចំនួនរវាងកម្ពុជានិងថៃនឹងហើយដែលខ្ញុំតែនិយាយប្រាប់ប្រិមិត្តកន្លងមកអ្នកដែលចូលថ្មីគឺដែលយើងថាកម្ពុជាការប្រើការទូតគឺប្រើច្រកទាំងអស់នៅក្នុងអន្តរជាតិនេះបាទដើម្បីបង្ហាញនៅអ្វីដែលកើតមានឡើងឥឡូវនេះសូមជូនសង្ខេបព័ត៌មាននេះឲ្យប្រិមិត្តតែម្ដងបើយោងតាមសេចក្តីរាយការណ៍របស់កាសែត The Nation ហ្នឹងបានឲ្យដឹងថាគ្រាន់តែប្រធានសភារបស់ថៃគឺលោកវ៉ាន់ម៉ូហាម៉េតណូម៉ាថាហើយនឹងប្រតិភូរបស់លោកធ្វើដំណើរដល់ទីក្រុងហ្សឺណែវភ្លាមនៅមុនពេលការជួបប្រជុំនៃអន្តរសភាកិច្ចប្រជុំសហភាពអន្តរសភានោះដែលគេហៅថា IPU គឺក្រុមថៃនៅទីនោះបានមករាយការណ៍ជូនលោកប្រធានសភានឹងភ្លាមតែម្ដងថាឥឡូវនេះកម្ពុជាកំពុងតែត្រៀមលក្ខណៈគាត់ប្រាប់ពីថា aggressive diplomatic behavior បាទគឺកម្ពុជាកំពុងតែត្រៀមលក្ខណៈក្នុងការប្រើវេទិកាការទូតយ៉ាងខ្លាំងក្លា increasingly aggressive ទៀតគាត់ប្រាប់ពី increasingly aggressive គឺខ្លាំងក្លាតែម្ដងបាទខ្លាំងក្លាតែម្ដងដោយប្រើវេទិកាអន្តរជាតិនេះបាទថៃដឹងខ្លួនមុនថាកម្ពុជានឹងវិលុកឥឡូវថៃកំពុងតែតម្រង់ជើងដើម្បីទប់មិញសេចក្តីរាយការណ៍នេះបន្ថែមថាចាប់តាំងពីមានភាពតានតឹងនិងចំនួននៅជាមួយប្រទេសថៃបានចាប់ផ្ដើមមកតំណាងរបស់កម្ពុជាគឺបានប្រើប្រាស់គ្រប់វេទិកាអន្តរជាតិទាំងអស់ដែលមានក្នុងការថៃក៏ប្រើពាក្យ criticize Thailand ណាបាទរិះគន់ថៃក៏ប៉ុន្តែខ្ញុំប្រាប់ក្នុងមតិខ្ញុំគឺបានន័យថាពន្យល់ឲ្យដឹងពីស្ថានភាពពិតរវាងកម្ពុជានិងថៃវិញបាទតកតងនឹងថាតើការពិភាក្សានឹងតកតងជាមួយនឹងបញ្ហាចំនួនព្រំដែនរវាងកម្ពុជានិងថៃនោះបាទហើយសារព័ត៌មាននេះបានឲ្យដឹងថាគាត់សង្ខេបណាគាត់ថាចំណុចដែលកម្ពុជាវាប្រហារហ្នឹងគឺមានគាត់ត្រៀមទប់កម្ពុជាណាបាទគាត់ត្រៀមទប់កម្ពុជាថាកម្ពុជាអាចនឹងវាប្រហារអញ្ចឹងបានគេវិភាគមុនបាទអានេះគេថា SWOT assessment គាត់វិភាគមុនគាត់ថាចំណុចដែលកម្ពុជាវាប្រហារថៃនឹងអាចនឹងមានឬក៏យើងនិយាយថាចំណុចដែលកម្ពុជានឹងពន្យល់ឲ្យឆាកអន្តរជាតិដឹងនោះគឺទី1ថាថៃជាអ្នកចាប់ផ្ដើមឲ្យមានចំនួនរវាងប្រទេសទាំងពីរនេះទី2គឺមីនដែលថៃបានយកមកបង្ហាញណាគឺជាមីនដែលបងដាំដោយដាក់ដោយថៃខ្លួនឯងនៅក្នុងទឹកដីរបស់កម្ពុជា landmine exposed by Thailand were planted by Thai inside Cambodian territory បាទគឺថៃជាអ្នកដាក់បាទចំណុចទី3គឺភូមិបាននងច័ន្ទនិងភូមិនងយ៉ាកែវគឺដែលស្ថិតនៅក្នុងខេត្តស្រះកែវនោះគឺថៃជាអ្នករំលោភយកហើយបង្កឲ្យមានការលំបាកទៅដល់ពលរដ្ឋកម្ពុជាធ្វើឲ្យកុមារនៅក្នុងមូលដ្ឋាននោះមិនបានទៅរៀនសូត្រចំណុចទី4ដែលថៃក៏ត្រៀមទប់កម្ពុជានោះថាកម្ពុជានឹងអាចបន្តថាចោតថៃនៅបន្ត
ខាត់ខ្លួនឃុំឃាំងយោធារបស់កម្ពុជាទាំង18រូបបាទអញ្ចឹងគាត់ត្រៀមទប់គាត់ថាកម្ពុជានឹងនិយាយពីចំណុចហ្នឹងហើយបាទអញ្ចឹងគាត់ត្រៀមទប់បាទហើយគាត់ថាអ្វីដែលគាត់ទាញមកសន្និដ្ឋានថាកម្ពុជាត្រៀមវិប្រហាគាត់ហ្នឹងដែលខ្ញុំពាក្យគេខ្មែរយើងថាត្រៀមពន្យល់ឲ្យអន្តរជាតិយល់ហ្នឹងគឺគាត់សង្កេតឃើញថាគឺក្នុងពេលកន្លងមកកម្ពុជាធ្លាប់បានលើកឡើងរឿងនេះនៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិហើយឥឡូវនេះគឺឃើញកាលពេលនោះកម្ពុជាតំណាងកម្ពុជានោះគឺចុះឈ្មោះចូលគ្រប់វេទិកាទាំងអស់បាទចូលគ្រប់វេទិកាទាំងអស់ដែលមានរឿងអីក៏ដោយគឺកម្ពុជាចូលប្រជុំនៅក្នុងហ្នឹងហើយលើករឿងហ្នឹងតែម្ដងដែលជារឿងមួយដែលថាមិនដែលធ្លាប់មានទេនៅក្នុងវេទិកានៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែលកម្ពុជាចុះឈ្មោះចូលទៅគ្រប់វេទិកាទាំងអស់ហើយនិយាយសូមកាត់កន្លែងហ្នឹងទៅឃើញខ្ញុំដូចខ្ញុំបានបញ្យល់ចឹងគឺត្រូវចូលទាំងអស់កុំបើកឆាកឡើងរីការិះគន់ថាការធ្វើយុទ្ធនាការអន្តរជាតិអត់បានការអីហ្នឹងបាទអញ្ចឹងបាទខ្ញុំនិយាយហើយនិយាយទៀតបាទពេលខ្លះយើងទៅរៀនសិក្សាអំពីស្ថានភាពហ្នឹងអញ្ចឹងឥឡូវយើងសិក្សាបានឃើញទេបានន័យថាកម្ពុជាគាត់ប្រើវេទិកាដែលប្រិមិត្តមួយចំនួនអត់ដឹងថាតើការទូតគាត់ធ្វើមិនហ្នឹងឥឡូវឃើញហើយវេទិកាណាដែលមានហើយខ្ញុំក៏ធ្លាប់បានជម្រាបប្រិមិត្តដែរប៉ុន្តែអ្នកខ្លះគាត់អាចចូលថ្មីខ្ញុំក៏រំលឹកឡើងវិញតាមសេចក្តីរាយការណ៍របស់ថៃមកគឺកន្លែងណាដែលមានវេទិកាអីក៏ដោយកម្ពុជាទៅទាំងអស់បាទដើម្បីនិយាយអំពីបញ្ហាហ្នឹងហើយចាស់សារវិញនៅចាំពាក្យខ្ញុំបានទេ the message remains the same បាទអត់មានឲ្យដូចតែដែលមកដើម្បីបញ្យល់ពួកការបញ្យល់របស់គេហ្នឹងគឺបញ្យល់ឲ្យអន្តរជាតិយល់ហ្នឹងគឺត្រូវតែដែលដើម្បីគេយល់ឲ្យគេគ្រប់ទៅមិនមែននិយាយមួយម៉ាត់ហើយថាខ្ញុំនិយាយហើយចប់ហើយគេគ្រប់ទៅខ្ញុំហើយអត់ទេអត់បានទេនៅក្នុងការធ្វើ lobby អន្តរជាតិនោះគឺទៅស៊ូទ្រាំមុខខ្លះបានណាបាទខ្ញុំជឿថាប្រិមិត្តមួយចំនួនដែលចូលមកយូរហើយយល់អំពីបញ្ហាហ្នឹងអូខេសេចក្តីរាយការណ៍សារព័ត៌មាននេះបានបន្ថែមទៀតថាបើទោះបីជាកម្ពុជាបាទមានភាពស៊ូទ្រាំនឹងក៏ដោយណាដែលស្វិតស្វាញបែបនេះក៏ដោយបាទ persistent ក៏ដោយក៏ក្រមថៃហ្នឹងក៏អះអាងថាប្រតិភូថៃក៏ត្រៀមលក្ខណៈរួចរាល់នៅក្នុងការឆ្លើយតបគ្រប់បញ្ហាទាំងអស់បាទនៅក្នុងហ្នឹងហើយគាត់ថែមទាំងនិយាយថាពួកគាត់នឹងទទួលបានការគោរពពីប្រតិភូអន្តរជាតិបាទនេះសេចក្តីរាយការណ៍របស់គាត់ថាអញ្ចឹងណាបាទខ្ញុំជូនតែប៉ុណ្្នឹងទេហើយក្រុមរបស់ថៃហ្នឹងក៏បាននិយាយថាពួកគេគោរពតាមអនុសញ្ញាស្តីពីក្នុងហ្សឺណែវនៅក្នុងការអនុញ្ញាតឲ្យគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិគឺ ICRC ទៅសួរសុខទុក្ខយុទ្ធជនរបស់កម្ពុជាដែលថៃឃុំឃាំងនោះផងដែរហើយបាទគាត់ចោទកម្ពុជាបាទពីរឿងការដែលមិនអនុវត្តតាមកិច្ចការមួយចំនួនបាទហើយដោយនិយាយអំពីរឿងនៅប្រជុំសហភាពអន្តរសភាវិញបាទនៅក្នុងអត្ថបទត្រឡប់មករឿងវិញនៅក្នុងការពិភាក្សាជាទូទៅនោះគឺអ្នកសង្កេតការណ៍គឺរំពឹងថាកម្ពុជានឹងយកបញ្ហាដែលមករិះគន់ថៃឬក៏យើងពាក្យគេខ្មែរយើងហៅថាដើម្បីបំភ្លឺអំពីសម្លេងភ្លេងខ្មោចបាទថៃក៏ត្រៀមឆ្លើយនឹងដែរគាត់គិតថាកម្ពុជានឹងលើកបញ្ហានឹងមកនិយាយហើយរឿងសម្លេងខ្មោចនៅភូមិបាននងច័ន្ទនិងបាននងយ៉ាកែវហ្នឹងបាទគឺហើយក៏ថាកម្ពុជាច្បាស់ជានិយាយរឿងហ្នឹងប៉ុន្តែមិននិយាយពីរឿង scam online ទេបាទ scam online ទេបាទហើយខាងតំណាងពីគីថៃអ្នកការទូតក៏ថៃហ្នឹងក៏ត្រៀមលក្ខណៈឆ្លើយតបប្រកបដោយវិជ្ជមានទៅលើបញ្ហាហ្នឹងផងដែរអញ្ចឹងឃើញទេអញ្ចឹងប្រិមិត្តទៅយល់មកខ្ញុំបញ្ចប់បញ្ហាហ្នឹងដោយបន្ថែមអញ្ចឹងឃើញទេរៀបចូលមួយអញ្ចឹងឥឡូវខ្ញុំមើលពីជុងថៃវិញណាខ្ញុំមើលពីជុងថៃវិញបាទខ្ញុំមើលពីជុងថៃវិញឃើញថៃគាត់ធ្វើការវិភាគឲ្យស្រាប់តើចូលទៅកម្ពុជានឹងនិយាយរឿងម៉េចទប់ទល់យ៉ាងម៉េចបាទដូច្នេះគាត់ list down គាត់សរសេរចុះមកឈ្មោះបញ្ហាអ្វីខ្លះដែលកម្ពុជានឹងលើកឲ្យគាត់ត្រៀមឃើញទេអញ្ចឹងយ៉ាងណាក៏ដោយគឺយើងអាចសន្និដ្ឋានបានពីរចំណុចពីតាមរយៈអត្ថបទនេះគឺបានន័យថាកម្ពុជានៅតែស្វិតស្វាញនៅក្នុងការប្រើប្រាស់នៅវេទិកាអន្តរជាតិសម្រាប់និយាយពន្យល់ឲ្យអន្តរជាតិយល់អំពីបញ្ហាដែលកើតឡើងចំណុចទី2
ថៃគាត់អត់ស្រួលខ្លួនដែរណាគាត់ត្រៀមទប់ដែរបាទមិនល្អទេខ្ញុំប្រាប់ជំរាបប្រិយមិត្តក្នុងគណៈពេលដែលគាត់ទៅនិយាយផែនការទៅនិយាយអំពីតើសភាទៅធ្វើយ៉ាងម៉េចដើម្បីឲ្យមានច្បាប់ល្អជួយដល់អ្នកសំណាងឬសំណាងអីបែរជាមក distract សំទោស distract បានន័យថាមករំខានឬក៏បំបែកអារម្មណ៍ដោយសារតែរឿងផ្សេងហ្នឹងបាទអញ្ចឹងគាត់ក៏មិនសុខប្រមាណដែរអញ្ចឹងគាត់បានដូច្នេះគាត់ត្រៀមទុកបាទអញ្ចឹងដូច្នេះជាមេរៀនមួយទៀតសម្រាប់ប្រិមិត្តដែរចង់ដឹងអំពីកិច្ចការអស់ហ្នឹងបាទអញ្ចឹងបាន2មេរៀនណាមេរៀនទី1គឺរបៀបយក data ធ្វើចំណោលហើយមេរៀនទី2គឺបាទមុននឹងចូលប្រជុំយើងត្រូវគិតអំពីបញ្ហាអ្វីដែលកើតមានឡើងហើយនឹងត្រៀមទុកហើយនឹងកម្ពុជានៅស្វិតស្វាញប្រើវេទិកាអន្តរជាតិបាទនេះគឺជាព័ត៌មានតាក់ទងជាមួយនឹងកម្ពុជានិងថៃឥឡូវនេះព័ត៌មានទី5បាទគឺតាក់ទងជាមួយនឹងអ៊ីស្រាអែលហើយនឹងហាម៉ាស់បាទខ្ញុំជូនខ្លីៗទេបាទជូនប្រិមិត្តខ្លីៗទេពីព្រោះវាមានលក្ខណៈស្តៀងជាមួយនឹងបរិបទកម្ពុជាដែរណាគឺបានន័យថាអូខេឥឡូវចាំខ្ញុំបញ្យល់ក្រោយចុះបាទយោងតាមសេចក្តីរាយការណ៍នោះគឺឲ្យដឹងថាទាហានរបស់អ៊ីស្រាអែលបានឲ្យដឹងថាខ្លួនបានបើកការវាប្រហារតាមអាកាសឥឡូវហ្នឹងមានប្រហារតាមអាកាសហើយនឹងបាញ់កំភ្លើងផ្លោងទៀតបាទបាញ់កំភ្លើងផ្លោងទៀតទៅលើគោលដៅនានានៅក្នុងតំបន់ហ្គាហ្សាភាគខាងត្បូងនៅថ្ងៃអាទិត្យនេះបាទមុននេះប្រហែលម៉ោងដែលធ្វើឲ្យបាទបាត់បង់ខ្លះនៅក្តីរំពឹងថាកិច្ចព្រមព្រៀងជប់បាញ់គ្នាដែលសហរដ្ឋអាមេរិកបានសម្របសម្រួលឲ្យនេះហើយថានៅទីបញ្ចប់ឈានទៅដល់សន្តិភាពយូរអង្វែងនោះគឺអាចនឹងបាត់បង់បាទដោយអ៊ីស្រាអែលបានបន្ទោសទៅលើក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននៅក្នុងក្រុមហាម៉ាស់ការវាយប្រហាររបស់អ៊ីស្រាអែលនៅថ្ងៃអាទិត្យនេះគឺជាការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតមួយចាប់តាំងតែពីកិច្ចព្រមព្រៀងសន្តិភាពដែលមានលក្ខណៈផុយស្រួយបានចូលជាធរមានតាំងតែពីថ្ងៃទី11ខែតុលាទាហានអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាការវាយប្រហារនេះគឺសំដៅទៅលើក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់រ៉ាហ្វាដែលពួកនោះបានបើកការវាយប្រហារមកលើទាហានរបស់អ៊ីស្រាអែលហើយបាននិយាយថាខាងអ៊ីស្រាអែលបានវាយប្រហារនេះគឺបំផ្លាញរូងក្រោមដីនិងអគារយោធារបស់ក្រុមនោះផងដែរនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកប៊ែនយ៉ាមីន ណេតានយ៉ាហ៊ូបាននិយាយថាអ៊ីស្រាអែលនឹងសងសឹកពេញទំហឹងតែម្ដងបើសិនជាក្រុមហាម៉ាស់វាយប្រហារមកលើទាហានរបស់ខ្លួនរីឯក្រុមហាម៉ាស់ក្រុមយោធារបស់ហាម៉ាស់វិញបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាពួកគេនៅតែបដិញ្ញាគោរពបទជប់បាញ់គ្នានៅក្នុងតំបន់ហ្គាហ្សាដោយបន្ថែមថាពួកគេមិនបានដឹងអំពីការប៉ះទង្គិចគ្នានៅក្នុងតំបន់រ៉ាហ្វានោះទេដោយសារតែខ្លួនមិនបានមានទំនាក់ទំនងជាមួយក្រុមនោះចាប់តាំងតែពីខែមីនាមកបាទនេះគឺជាព័ត៌មានដែលនៅក្នុងអ៊ីស្រាអែលហើយនិងប៉ាឡេស្ទីនដែលខ្ញុំបានជម្រាបនេះគឺដើម្បីឲ្យប្រិមត្តដឹងថាទោះបីជាមានបទជប់បាញ់អីក៏ដោយគឺក៏មិនមែនមានន័យថាផ្ទះស្គរទូងស្គរសបាយរីករាយពេកនោះដែរគឺត្រូវតែមានការប្រយ័ត្នជាប់ជានិច្ចទូយ៉ាងដូចជារឿងនៅអ៊ីស្រាអែលយ៉ាងគេក៏នៅតែមានរឿងកើតឡើងដែរបើសិនបើមានការធ្វើប្រហែសបាទព័ត៌មានទី6បាទព័ត៌មានទី6គឺតាក់ទងជាមួយនឹងអ៊ុយក្រែនហើយនិងសហរដ្ឋអាមេរិកលោកសេឡិនស្គីបានផ្ដល់បទសម្ភាសន៍ជាមួយនឹងសារព័ត៌មានរបស់សហរដ្ឋអាមេរិកគឺជាមួយនឹងទូរទស្សន៍ NBC ដោយនិយាយថាលោកស្នើឲ្យលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump នឹងដាក់សម្ពាធកាន់តែខ្លាំងជាងមុនទៅលើលោកមេដឹកនាំនៃប្រទេសរុស្ស៊ីគឺលោក Vladimir Putin ឲ្យខ្លាំងជាងជាមួយនឹងក្រុមហាម៉ាស់ចឹងពីព្រោះអីលោកប្រៀបប្រដូចនឹងមេដឹកនាំរុស្ស៊ីទៅនឹងក្រុមហាម៉ាស់បាទលោកសេឡិនស្គីបាននិយាយបែបនេះក្រោយដោយបញ្ជាក់ថាលោកក៏មានចេតនាដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៊ុយដាប៉េសក្នុងប្រទេសហុងគ្រីដែលរៀបចំរវាងលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ផងដែរបាទគឺការសម្ដែងចេតនារបស់លោកនឹងគឺក្នុងពេលដែលលោកបានចាក់ចេញពីសហរដ្ឋអាមេរិកដោយមិនទទួលបាននៅអ្វីដែលលោកចង់បានគឺការចង់បានមីស៊ីល Tomahawk របស់សហរដ្ឋអាមេរិកពីព្រោះលោក Zelensky យល់ថាអ្វីដែលជាសម្ពាធធ្ងន់ទៅលើរុស្ស៊ីគឺត្រូវយកអាវុធមីស៊ីលប្រភេទ Tomahawk នេះឲ្យបានដើម្បីដាក់សម្ពាធផងដែរបាទហើយលោក Zelensky សង្ឃឹមថា
លោកត្រាំបាទលោកត្រាំពេលដែលជួបនោះគឺអាចនិយាយអំពីបញ្ហានេះហើយលោក Zelensky នៅតែសម្ដែងក្តីសង្ឃឹមបាទសម្ដែងក្តីសង្ឃឹមនៅក្នុងបទសម្ភាសន៍នោះថាវាជារឿងល្អដែរដែលលោកប្រធានាធិបតី Donald Trump មិនទាន់និយាយថា no មិនទាន់បដិសេធទាំងស្រុងថាមិនលក់ឲ្យទេក៏គាត់ថាលោកមិនទាន់និយាយថា yes ប៉ុណ្ណោះទេអញ្ចឹងគឺលោក Zelensky នៅតែរក្សាក្តីសង្ឃឹមហ្នឹងបាទដរាបណាមិនទាន់លើពាក្យ no ហើយគាត់ថាមិននិយាយពី yes គឺនៅតែមានក្តីសង្ឃឹមបាទអញ្ចឹងគឺនេះជារឿងមួយដែលបញ្ជាក់ជូនប្រិយមិត្តផងដែរថានៅក្នុងការចរចាដើម្បីឲ្យមានជំនួយហ្នឹងគឺវាមានលក្ខណៈឡើងចុះអញ្ចឹងដែលទាមទារឲ្យមានការអត់ធ្មត់ឲ្យមានសិល្បៈនៅក្នុងការបង្ហាញនៅក្នុងការចរចាហ្នឹងផងដែរបាទនេះអស់ហើយព័ត៌មានប៉ុណ្ណឹងដែលខ្ញុំរៀបជូនសម្រាប់ប្រិយមិត្តទាំងអស់គ្នាបាទហើយសូមអធិស្ឋានមិនទទួលយកសំណួរចម្លើយទេណាចាំល្ងាចចុះចាំមកខ្ញុំចូលមើលសំណួរនេះតើមានអីខ្លះចាំល្ងាចចាំខ្ញុំសង្ខេបយកមកឆ្លើយជូនប្រិយមិត្តតែម្ដងបាទអញ្ចឹងសូមអរគុណសូមជម្រាបលាបាទ